យើងនឹងរៀនអំពី expression ថ្មីមួយទៀតគឺ tenir quelqu'un au courant voilà qu'est-ce que c'est donc ça veut dire informer quelqu'un. Bonjour à tous, je m'appelle Liné et je suis enseignante au CEDEL សួស្តីទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនអំពី expression ថ្មីមួយទៀតគឺ tenir quelqu'un au courant voilà qu'est-ce que c'est donc ça veut dire informer quelqu'un des nouvelles ou de l'évolution d'une situation មានន័យថាជូនដំណឹងឬមួយក៏ផ្ដល់ដំណឹងវិប្រាប់ព័ត៌មានថ្មីៗទៅឲ្យគេដឹង voilà អញ្ចឹងយើងប្រើប្រាស់បែបម៉េចទៅឧទាហរណ៍ Je te tiendrai au courant មានន័យថាខ្ញុំបានផ្ដល់ដំណឹងទៅកាន់អ្នក oui tiens-moi au courant de la situation មានន័យថាសូមផ្ដល់ព័ត៌មានឬក៏សូមជូនដំណឹងមកកាន់ខ្ញុំតាក់ទងជាមួយនឹងស្ថានភាពដែលថ្មីថ្មី oui ហើយចុងក្រោយ merci de me tenir au courant មានន័យថាអរគុណឬក៏សូមអរគុណសម្រាប់ការផ្ដល់ព័ត៌មានឬក៏ជូនដំណឹងមកកាន់ខ្ញុំ oui donc tenir quelqu'un au courant មានន័យថាជូនដំណឹងទៅកាន់នរណាម្នាក់ឬមួយក៏ផ្ដល់ដំណឹងថ្មីថ្មីឲ្យគេដឹង voilà អញ្ចឹងយើងរៀនប្រើប្រាស់ expression ថ្មីមួយនឹងផងអញ្ចឹងអរគុណសម្រាប់ការតាមដានហើយបើសិនជាមានចម្ងល់អាចចូល comment ក៏ដូចជា follow page ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ